ស្ដីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនពីរបៀបនៃបុកត្រីកោះកង់ពិសេសណាបងប្អូនបុកត្រីកោះកង់ពិសេសហ្នឹងគឺវាខុសពីធម្មតាដោយសារតែយើងបុកនេះវាមានគ្រឿងផ្សំច្រើនជាងធម្មតាហើយបុកទឹកត្រីនេះគឺយកទៅញ៉ាំជាមួយស៊ុបជាពិសេសហើយគ្រឿងផ្សំវារួមមានដូចជាគល់ជីវ៉ាន់ស៊ុយម្ទេសហ្នឹងទៅតាមចំណង់ចំណូលចិត្តបើសិនជាអ្នកចូលចិត្តហឹរដាក់ចានទៅអ្នកមិនសូវចូលចិត្តដាក់តិចតាមហ្នឹងណាបងប្អូនហើយខ្ទឹមសហ្នឹង1មើមអញ្ចឹងទៅហើយនឹងមានក្រូចឆ្មាតាមជូរឬមិនសូវជូរតាមចំណង់ចំណូលចិត្តតែខ្ញុំដាច់ដាក់2ឬ3ផ្លែអញ្ចឹងណាហើយមានប្រេងល្ងមានទឹកម្ទេសហើយមានទឹកត្រីហើយស្ករអំបិលប៊ីចេងតាមនឹងទៀតបងប្អូនអញ្ចឹងចាំទស្សនានៅការលាយរបស់ខ្ញុំបន្តទៀតចានអើយមិនដេចអ្នករៀងឆ្ងាយលឹងនឹងទេថាខ្ញុំកំពុងនឹកអ្នកអោដួងចានអើយសូមអ្នកប្រណីមេត្តាព្រមទទួលស្នេហ៍